សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះនាំបងប្អូនមកលេងភ្នំតាម៉ៅម្ដងបងប្អូនមកឲ្យចំណីស្វាបាទនេះចេកបងប្អូនតែខ្ញុំទិញបងប្អូនទិញ6ស្និតសម្រាប់យកទៅឲ្យស្វានៅភ្នំតាម៉ៅចេក6ស្និតនេះវាមិនគ្រប់គ្រាន់សម្រាប់ស្វានៅទីនោះទេបងប្អូនតែបានទៅហើយក៏យកទៅឲ្យវាផងដែរប្រហែលជា1គីឡូទៀតទៅដល់ច្រកចូលភ្នំតាម៉ៅបងប្អូនខ្ញុំក៏ឈប់ទិញអាហារសម្រាប់ថ្ងៃត្រង់តិចបងប្អូនមានកែបមានជ្រូកខ្ទឹមមានសាច់ក្រអាំងជាដើមបងប្អូនបងប្អូននេះគឺជាទស្សនវិជ្ជាផ្លូវចូលទៅភ្នំតាម៉ៅបងប្អូនគឺចាក់កស៊ូស្អាតបងប្អូនមិនពិបាកក្នុងការធ្វើដំណើរចំពោះទេសភាពវិញគឺតាមដងផ្លូវហ្នឹងឆ្វេងស្ដាំហ្នឹងគឺមានសុទ្ធតែព្រៃព្រឹក្សាតែម្ដងបងប្អូនយើងជិះតាមហ្នឹងទៅវាធ្វើឲ្យយើងមានអារម្មណ៍ថា relax ភ្នែកដែរបងប្អូនត្រជាក់ស្រេបនៅទីនោះនេះគឺជាទស្សនវិជ្ជាស្វាបងប្អូននៅពេលយើងចូលភ្នំតាម៉ៅយើងចូលបានបន្តិចមកគឺវាឃើញយើងបងប្អូនវារត់តោងរត់តាមយើងតែម្ដងបងប្អូនអញ្ចឹងដោយសារតែខ្ញុំដាក់ចេកដាក់អីមកជាមួយហើយក៏ចាប់ផ្ដើមឲ្យគ្រូសាស្ត្រខ្ញុំគាត់ចែកចេកតែម្ដងបងប្អូនចែកចេកឲ្យស្វាបងប្អូននេះហើយចេកដោយសារចេកមានតិចដល់អញ្ចឹងទៅក៏មិនបានឲ្យវាមួយទេឲ្យមួយគឺឆាប់អស់វាអត់បានគ្រប់គ្នាអញ្ចឹងក៏កាច់មួយកណាត់អញ្ចឹងទៅឲ្យវាបានគ្រប់គ្នាបងប្អូនណែដូចបងប្អូនបានឃើញស្រាប់អញ្ចឹងបងប្អូនគ្រាន់តែមកហ្នឹងគឺថាបេះចេកកាច់ទាំងមិនទាន់នេះគឺថាលូកយកហក់យកចាប់ទាញយកតែម្ដងបងប្អូនបាទនេះគាត់កាន់ចេកចែកវាបងប្អូនមកដល់ហក់យកបាទហ្នឹងហើយគឺថាវាហេវវាបងប្អូនដល់អញ្ចឹងទៅគឺមកឲ្យប្រងព្រាតហ្មងឆ្វេងស្វាចហ្មងណែបងប្អូនឃើញឲ្យចេកវាឲ្យវាចាប់ដើមបកស៊ីបងប្អូនបាទមើលទៅទំនងឆ្ងាញ់ណាបាទឲ្យតែហុចឲ្យយកតែម្ដងហើយចំណាយមួយនេះវាមកឈោចាំយើងបេះចេកឲ្យវាទៀតណាបងប្អូនបាទវាមកឈោចាំឲ្យយើងឲ្យចេកនេះពេលបានចេកបូបស៊ីបងប្អូនឆ្ងាញ់ណាស់ក្លឹបពេញមាត់បងប្អូនបាទហើយយកទៀតបងប្អូនឲ្យទៀតយកទៀតបាទហើយចំណាយមកមួយនេះវិញបងប្អូននេះវាស៊ីហើយបងប្អូនបាទវាស៊ីហើយវានាំគ្នារោចៃបាទអានោះកូនអានោះមេបងប្អូនបាទស៊ីហើយទៅគឺនាំគ្នារោចៃអាកូនណាបងប្អូនហើយរោចៃនេះទឹកទៀតនេះអាចទៅរោចៃបាទបងប្អូនហើយចំណាយមួយនេះវាស៊ីឆ្អែតហើយបងប្អូនមើលយើងឲ្យចេកវាថែមទៅវាមិនក្តីទេបាទអានោះមិនក្តីអានេះមកដល់យកបដ ாய் បងប្អូនបាទហើយបានគេនេះហើយបានយកវិញបាទឃើញគេយកបងប្អូនបាទមកទៀតយកទៀតនៅឃើញគេឲ្យយកទៀតបាទនៅទីនោះស្វាច្រើនណាស់បងប្អូននៅភ្នំតាម៉ៅបងប្អូន អ
នេះហ่าបងប្អូនពេលដែលយើងឲ្យចេកមកប្រើមុនហើយគេស៊ីត្រង់ចង្អល់គេខ្លះបងប្អូនចាំបាត់យើងកាន់ចេកកាន់អីទៅទៀតគឺថាគេធ្វើងើយគេអង្គុយមកដុំខ្លះស៊ីទៅខ្លះអង្គុយមើលទៅហើយយើងឲ្យចេកវាទៀតក៏វាមិនទៅរវល់អីដែរបងប្អូនបាទនេះអាពីនេះវាចាំមើលអ្នកផ្សេងហុចចំណីឲ្យបងប្អូនវានៅចុងឈើបាទនេះភ្ញៀវដែលគាត់មកលេងមកអីនៅភ្នំតាម៉ៅដែរបងប្អូនគាត់ក៏ឲ្យចំណីអីស្វាអញ្ចឹងដែរបាទគឺមកហ្នឹងគឺថាភ្លឹបហ្មងបងប្អូនបាទឲ្យទៅថាមិនចេះគ្រប់ហុចយោបាទនេះវាប្រហែលជាវាតលន់ចេកទេបងប្អូនវាតលន់ចេកទេបានវាមិនសូវរវល់ពេលគ្រួសារខ្ញុំគាត់ឲ្យចេកទៅអីទៅហុចចេកទៅហើយមកក្រុមនេះវិញវាមកដែរបងប្អូនវាឃើញអ្នកបើកកង់3ដែលមកលេងអញ្ចឹងណាបងប្អូនបាទមានបងមួយនោះគាត់ដាក់ផ្លែឈើមកម្លាំងបងប្អូនមានស្វាយផងមានផងមានចេកអីខ្លះផងបងប្អូនបាទឃើញអ្នកធ្វើដំណើរមកហ្នឹងទៅគឺថារត់ត្រសងមកបងប្អូនដំបងអានេះបងគាត់ឲ្យស្វាយបងប្អូនបាទគាត់ឲ្យស្វាយទៅស្វាបាទហើយផ្លែឈើគាត់មកនេះបងប្អូនមកឡាំងយកឲ្យស្វាបងប្អូនបាទអានេះបានមួយហើយយកមកសងំនៅលើដើមចម្ប៉ាបងប្អូនបាទសងំបកស៊ីបងប្អូនស្វា នៅឯភ្នំតាម៉ៅបងប្អូនមានសត្វច្រើនប្រភេទទេបងប្អូនក្រៅតែពីសត្វស្វាដែលមានសម្បូរនៅទីនោះគឺមានតាំងពីប្រើសស្បូវតាំងពីក្តាន់តាំងពីខ្ទេញជាដើមមានកពើមានអូទ្រីសបាទមានបាក់សីច្រើនប្រភេទបងប្អូនមានអារម្មណ៍ថាឃើញថប់ឬក៏តបប្រមល់អីបងប្អូនអាចទៅលេងក៏ដូចជាទៅទស្សនានៅសត្វព្រៃក៏ដូចជានៅសួនសត្វនៅភ្នំតាម៉ៅបងប្អូនវាមិនពិបាករត់ទេបងប្អូននៅទីនោះយើងធ្វើដំណើរតាមផ្លូវជាតិលេខ2បងប្អូនបើយើងគិតពីភ្នំពេញទៅដល់ច្រកចូលហ្នឹងខ្ទង់ប្រហែលជា40គីឡូទេយើងធ្វើដំណើរប្រហែលជា1ម៉ោងអីគឺយើងទៅដល់ហើយ
ហើយនៅឯតាមបណ្ដោយផ្លូវដែលចិត្តទៅដល់ច្រកចូលហ្នឹងបងប្អូនគេក៏មានលក់អាហារជាច្រើនដែរក្រៃលោបងប្អូនមិនបានរៀបចំពីផ្ទះពីអីមកណាអញ្ចឹងយើងអាចឈប់ឬក៏រកទិញអាហារនៅតាមផ្លូវចិត្តច្រកចូលនឹងបានមានលក់កង្កែបបោកមានលក់ខ្ទឹមជ្រក់អីជាដើមហើយឆ្ងាញ់ឆ្ងាញ់តម្លៃក៏សមរម្យដែរបងប្អូន